ដើម្បីសង់ខ្សែកោងទី1កូនឯងស្គាល់អាស៊ីមតូតទីតាំងសេនៅលើដីសេនៅលើដីសេនៅពីលើដីចឹងនេះដីហើយសេនៅពីលើចឹងនៅម្ដងនេះចឹងកូនឯងមកព្រៀងឡើងមកពឹបនេះឥឡូវយើងចូលដល់ខោគោះបន្ទាត់ប៉ះទាំង3ហើយគេឲ្យយើងសងក្រាបស៊ីចឹងបន្ទាត់ប៉ះទាំង3នេះលោកគ្រូដាក់ថាចែកជា2មួយគោះបន្ទាត់ប៉ះអ្នកចំដៃលោកគ្រូកូនឯងមើលឃើញអត់ហើយនេះគឺសងក្រាបស៊ីចឹងកូនឯងតាមជាមួយលោកគ្រូទាំងអស់គ្នាចឹងអូនបន្ទាត់ប៉ះតេមួយនេះគឺជាបន្ទាត់ងាយចឹងកាលណាងាយទៅកូនឯងឲ្យតម្លៃវានេះឲ្យតម្លៃវាដូចអាស៊ីមតូតត្រេតចឹងនៅពេលឲ្យយើងមក0 y ក្រេតយើងស្មើ3តើកូនឯងយល់អត់តែយើងឲ្យអានេះ0វិញឲ្យ y ក្រេតមក0វិញកាលណា0ឲ្យ x យើងមក3វិញកូនណាចឹងអត់ទេកូនចឹងហ៎មានកូនណាអត់យល់ទេឡើងឲ្យ x យើងស្មើនឹង0តែងបានy មក3ហើយ x មក3 y មក0ហ្នឹងគាត់មានកូនណាអត់យល់ទេអូខេចឹងមកយល់ទៅទៀតហើយដល់ហើយកូនឯងមើលតតប៉ះតេ2ឃើញវាគុណវាពិបាកគិតអត់ទេកូនបាក់អត់ចឹងអូនតិចទៀតទៅកូនឯងកាន់តែស្មុគស្មាញរឿងបន្ទាត់ប៉ះហ្នឹងតែកូនឯងកុំភ័យគេមានវិធីសាស្ត្រគេអត់គេអត់គូសតារាងដល់លើទេដើម្បីគូសបន្ទាត់តេ2ដែលជាបន្ទាត់ប៉ះស្មុគស្មាញគឺគេគ្រាន់តែធ្វើអញ្ចឹងអូននេះយើងគ្រាន់តែគូសកាត់តាមឬក៏ប៉ះអូននេះកាត់តាមចំណុចដែលមានអាប់ស៊ីសដក1អដណេ2អើកូនចុចកាសចូល2អើលោកគ្រូតិចមកកូននេះ2អើតែកូនឯងចុចឲ្យឃើញប្រមាណហើយលោកគ្រូសេនេះឲ្យចុចឲ្យលោកគ្រូតិចមកណាតែគូសប៉ះសេត្រង់ចំណុចដក1មិញ5ចុចប៉ុន្មានកូន43អូខេនេះកាលណាបន្ទាត់ប៉ះស្មុគស្មាញគេអត់ឲ្យតារាងទេកូនណាអត់ឲ្យតារាងទេគេឲ្យតម្លៃបែបនេះថាចុះលោកគ្រូបើខ្ញុំចង់ឲ្យតារាងអូនឲ្យអីឲ្យទៅគ្រាន់វាគណៈពិបាកតែប៉ុណ្្នឹងទេមានន័យថាយើងគូសបន្ទាត់តេ2ឲ្យតែប៉ះក្រាបស៊ីត្រង់ចំណុចហ្នឹងទៅអូនគឺយើងចប់ណាចូលដល់តេ3y មក2បូកលិន2គូសមកទៅបន្ទាត់នោះមាន x ហោហ្នឹងដើម្បីគូសបន្ទាត់ប៉ះតេ3នេះបន្ទាត់លោកគ្រូបញ្ជាក់ទៀតបន្ទាត់ប៉ះតេ3ហ្នឹងគឺអត់មាន x ទេអញ្ចឹងវាជាបន្ទាត់នេះតោះនេះអញ្ចឹងយើងធ្វើចេះដើម្បីគូសបន្ទាត់ប៉ះតេ3យើងគ្រាន់តែគូសបន្ទាត់ហ្នឹងកាត់តាមចំណុចដែលមានអាប់ស៊ីសប្រមាណនេះអាប់ស៊ីសវានេះគាត់នេះអាប់ស៊ីសលិនអដណេប៉ុណ្នេះហើយស្របជាមួយនឹងអាប់ស៊ីសអញ្ចឹងយើងសេមកយើងដាក់ថាឲ្យលោកគ្រូបងលេខតិចមក2.7គូសកាត់ចំណុចដែលមានអាប់ស៊ីសលិន2កូនលិន2ហ្នឹងគឺយើងស្គាល់លេខហើយអដណេវាគឺ2.7នេះចុច7អញ្ចឹងសារឡើងវិញដើម្បីគូសបន្ទាត់ប៉ះតេ3អូននេះយើងគ្រាន់តែគូសកាត់តាមចំណុចដែលមានអាប់ស៊ីសលិន2អកដណេ 2.7 ហើយឲ្យស្របជាមួយនឹងអាប់ស៊ីសជាការស្រេចនេះឲ្យស្របជាមួយនឹងextreme x ដូចជាស៊ីមតូតដេកចឹងហ្នឹងហើយអូនចប់ហើយឥឡូវយើងចូលដល់សងក្រាបស៊ីដើម្បីសងខ្សែកោងទី1កូនឯងស្គាល់អាស៊ីមតូតយើងស្គាល់មានតែមួយគឺអាស៊ីមតូតត្រេតនេះដេ y ស្មើ x បូក1អូនដើម្បីគូសអាស៊ីមតូតត្រេតយើងទៅគូសតារាងវាគូសតារាងហើយយើងឲ្យតម្លៃលេខនេះកូននេះអានេះ0 x យើងមក0 បូក1បាន1អូនអានេះឲ្យនេះ0វិញ0ម្ដងម្នាក់អញ្ចឹងបើ y សារ0 x យើងស្មើនឹងដក1តើកូនទាំងអស់គ្នាយល់ដែរឬទេតារាងនេះកូនអូខេកូនមានឆ្ងល់អីមិញមានឆ្ងល់ទេតេ2កូនតេ2នេះតើតេ2នឹងបានមកពីណាអីកូនចង់និយាយចឹងហីដក1 5.3នេះបានមកពីណាអញ្ចឹងកូនណាអូខេនេះកូននេះកូនឯងត្រូវចាំណាបន្ទាត់ប៉ះគឺគេមានចំណុចប៉ះហើយចំណុចប៉ះហ្នឹងគេមើលនៅណានេះឥឡូវលោកគ្រូនិយាយតេ1សិនណាតេ1នេះបន្ទាត់ប៉ះវាសុំទោសចំណុចប៉ះមិនមែនបន្ទាត់ប៉ះទេណាចំណុចប៉ះវាគឺ s នៃ0មក3អញ្ចឹងបន្ទាត់តេ1ហ្នឹងវាកាត់តាមចំណុចដែលមានអាប់ស៊ីស0អកដល់ណៃ3នេះគេមើលឡើងនេះកូនណាអត់មើលអាមេគុណប្រាប់ទៅទេណាគេមើលឡើងហ្នឹងដូចគ្នាអាតេ2នេះចង់ដឹងថាវាប៉ះឡើងណាឬក៏វាកាត់ឡើងណានេះគេមើលនេះកូននេះមើលនេះមើលហ្នឹងកូនណាត្រង់ចំណុចហ្នឹងគឺចំណុចដែលមានអាប់ស៊ីសដក1អកដល់ណៃ2គេអូន2អើកូនឯងយក2គុណនឹងអើឃើញ 5.43 កូនឯងយល់អត់អរគុណតទៀតកូនណាចូលដល់តម្លៃអបបរមាគឺជាចំណុចដែលមានអាប់ស៊ីសលិន2អកដល់ណៃ 2.7 អាហ្នឹងយើងគូសឲ្យម្សិលមិញណា
យើងពេលថ្ងៃនេះយើងកុំស្រង់វាចូលទៅក្នុងសភៅអញ្ចឹងអូនមើលថាតម្លៃអបៈនេះអូនឯងមើលតាមដៃលោកគ្រូតើវាជាមុខផ្កាប់ឬក៏ជាមុខផ្ងាអូននេះមើលតាមដៃលោកគ្រូនេះឃើញទេផ្ងាអត់អូខេកាលណាកូនឯងដាក់ផ្ងានេះគូជាផ្កាផ្លែតធ្វើចេះអាហ្នឹងគេហៅថាព្រៀងរូបណាព្រៀងឥឡូវកូនឯងយល់ពីតម្លៃអបៈហើយឥឡូវយើងចូលដល់ទីតាំងគឺបញ្ជាក់អាណានៅលើអាណានៅក្រោមកូនឯងសេលើដីកូនឯងមើលកូនមើលច្បាស់មើលកូនសេទៅក្រោមមកសេលើក្រាបស៊ីលើបន្ទាត់ដីអាហ្នឹងយើងសិក្សាពីម្សិលមិញសេលើដីហ្នឹងហើយអូនដើម្បីគូសក្រាបស៊ីយើងត្រូវគូសអាស៊ីមតូតតម្លៃបរិមាទីតាំងប្រាប់គេមកហើយបើថាយើងអត់ប្រាប់គេក៏មិនអីដែរលោកគ្រូអត់ឃើញគេដកបន្ទុកទេប៉ុន្តែអូនយល់អស់បើកូនឯងចេះហើយកូនឯងសេទាំងអស់មកណាស្រង់អស់មកឥឡូវយើងចាប់ដើមសង់ក្រាបស៊ីកូនណាសង់ក្រាបស៊ីយើងគូតម្រុយកែងលោកគ្រូមានកន្លះក្រាត់ហើយណាមានកន្លះក្រាត់ហើយចឹងយើងនេះពឹបអញ្ចឹងយើងតម្រុយកែងគឺលោកគ្រូគូហើយយើងឈានមកសង់ក្រាបស៊ីអូនអាតតប៉ះទេលោកគ្រូអត់តគូទេគឺលោកគ្រូម្លងមកតតប៉ះដើម្បីគូក្រាបស៊ីយើងទៅគូស៊ីមតតត្រេតសិន x មក0 y ស្មើដក1អូននេះ0 y មក1និយាយច្រឡំហើយអានេះគឺ x យើងមកដក1អានេះ0វិញអញ្ចឹងអានេះវាស្ថិតនៅលើអ y' y អានេះវាស្ថិតនៅលើអ x' x ចេះអានេះត្រង់ដាក់ត្រង់ហ្នឹងអូននេះត្រង់ដក1អានេះត្រង់1 01ស្ថិតនៅលើអ y' y ត្រង់1អញ្ចឹងអូនអា0យើងលុបចោលកូននេះយើងទល់លេខ1មកនេះ y មក1អញ្ចឹងឡើយនេះ y មក1នេះពឹបនេះ1ដូចគ្នាអានេះ x មកដក1វិញនេះ x' x ត្រង់ដក1អញ្ចឹងអូនដក1អានេះលុបចោលហើយអញ្ចឹងនេះ x យើងមកដក1អញ្ចឹង x យើងដក1នៅនេះពឹបឥឡូវកូនគិតមកអាស៊ីមតូតត្រេតហ្នឹងខាងណាកូនខាងណានិយាយមកខាងណាអូនឯងលើអត់ទេកូនឯងនិយាយស្ដាំនិយាយស្វែងកូនបោកអាស៊ីមតូតត្រេតយើងខាងណាហ៎ខាងណាអាស៊ីមតូតត្រេតចាំមកមើលមិនសិនមិញអូនមើលមិនសិនមិញអូខេនេះអាស៊ីមតូតត្រេតខាងបោកអណនអញ្ចឹងកូនឯងប្រកបជាគូសទៅចេះហើយអាចមិនចេះអាចមកចេះឲ្យតែទៅខាងស្ដាំវាបះឡើងក៏បានវាចុះចេះក៏បានឲ្យតែនៅខាងស្ដាំគេហៅស៊ីមតូតត្រេតបោកអណនហើយដើម្បីគូសបន្ទាត់គេត្រូវស្គាល់2ចំណុចទី1នេះអូននេះដក1ហើយនេះមួយទៀតឃើញទេអត់មានជំនួបទេនេះព្រោះអីវា0ចឹងនេះ1នេះលោកគ្រូពឹបអូននេះគឺជាបន្ទាត់ដែរ y ស្មើនឹង x បូក1ពឹបឥឡូវអាស៊ីមតូតត្រេតហើយយើងចូលដល់តម្លៃអបៈលិន2 0.69ណាលិន2អូនអាលិន2ហ្នឹងពេលប្រឡងគេឲ្យមកណាកូន69លោកគ្រូដាក់7 x ស្មើ0នឹង7អញ្ចឹងនឹងម្ដុំនេះលិន2ហើយអដណេវាគឺ2.7អានេះ1នេះ2.7នៅម្ដុំនេះ2.7នេះអូនជំនួបអានឹងហៅជំនួបអញ្ចឹងអូនគូសចេះគូសឡើងចេះមកហើយយើងគូសចេះមកជួបនៅម្ដុំនេះអញ្ចឹងលោកគ្រូគូសមកនេះអូនអានេះគឺជាចំណុចឬក៏តម្លៃអបបរមាហើយតម្លៃអបបរមាហ្នឹងមុខផ្កាប់ឯមុខផ្ងាកូនងាអញ្ចឹងក៏ដៃចាប់នេះទេក៏ដៃចាប់នេះចាប់បេតេអញ្ចឹងយកទៅដាក់ចេះឃើញទេហ្នឹងគេព្រៀងរូបកូនណាកូនឯងលោកគ្រូធ្វើដៃហ្នឹងកូនឯងយល់ហើយកូនណោះនេះពឹបហ្នឹងអាហ្នឹងគេហៅព្រៀងរូបយើងគ្រាន់តែឃើញហ្នឹងពឹបដឹងថាអូសេយើងផ្ងាយហើយតែថាសេផ្ងាយយើងឱកាសយើងគូសត្រូវគឺ 90% ឥឡូវចប់ទីតាំងសេនៅលើដីសេនៅពីលើដីអញ្ចឹងនេះដីហើយសេនៅពីលើអញ្ចឹងនៅម្ដងនេះអញ្ចឹងកូនឯងមកព្រៀងឡើងមកពឹបនេះចឹងអូនដៃសេមួយនេះចាប់មកនេះកូនឯងយល់អត់អូខេចឹងកូនឯងគូសទៅលោកគ្រូគូសហើយដែរវានៅមួយហៀងទៀតនេះកូនឯងមើលនេះកូនឯងឡើងមើលលើវិញកូនណានេះអានេះគេហៅចំណុចប៉ះកូននេះចំណុចប៉ះឡៃតេមួយកូនណាអាយនៃ0មក3កូនឯងមើលឡៃហ្នឹងណាអាយនៃ0មក3អាហ្នឹងគេហៅចំណុចប៉ះនេះ03ហ្នឹងគឺជាចំណុចប៉ះផងជាចំណុចកាត់ផងអញ្ចឹងចំណុចហ្នឹងវាស្ថិតនៅលើអ y' y តង់លេខ3អូអានេះ3នៅនេះ3អញ្ចឹងអូនសេហ្នឹងដៃសេមួយនេះមកកាត់ឡៃនេះអញ្ចឹងអូនឯងគូសតេញមកហើយមកនេះអញ្ចឹងបកាត់ឡៃហ្នឹងមួយ
ប៉ុន្តែអាស័យទៀតមិនទៅណាទៀតយើងអត់ដឹងទៅណាអញ្ចឹងយើងមើលមួយទៀតអូននេះចំណុចប៉ះមួយទៀតកូននេះនេះដក1នឹងគេយកកផាំងអស់នេះដក1 5 ក្បៀស43ដែលអូនមួយសួរមិញអញ្ចឹងយើងដាក់មកនេះដក1គូជាមួយនឹង5 ក្បៀស43អានេះលុបនេះវិញ3 4 5 43ចឹងនៅម្ដងនេះអញ្ចឹងអានេះ45 ក្បៀស43នេះអូននេះដក1អូននេះកូននេះមើលឲ្យមើលអត់តតែគាត់ឲ្យមើលឃើញនេះចឹងហ្នឹងគេហៅចំណុចប៉ះយកចំណុចប៉ះដើម្បីសង្ស័យអញ្ចឹងយើងអត់ចាំបាច់រកតម្លៃបន្ថែមទេយកចំណុចប៉ះហ្នឹងមកអូននេះរួចឡើងលើមកវាជាជំនួបនៃវាជួបនៅឡើយនេះអញ្ចឹងណាបបម្ដុំនេះថាចំណុចប៉ះហើយគេយកវាមកប្រើនឹងសង្ស័យកោនេះអូននេះគឺជាចំណុចដែលខ្សែកោងយើងកាត់ផងប៉ះផងនៅរួមនេះហ្នឹងណានេះចឹងអូនមើលនេះដៃអានេះលេខ3គាត់នេះលេខ3អូនមើលដៃខ្សែយើងឡើងនេះឡើងណាគឺនេះបបទៅឡើងចឹងណានេះលេងហើយចឹងអូនសេយើងគូចោះអស់ហើយកូនចឹងឥឡូវយើងងាកមកគូបន្ទាត់ប៉ះកូនណាបន្ទាត់ប៉ះឥឡូវចំណុចប៉ះទីបន្ទាត់ប៉ះទី1ត្រង់ចំណុចដែលមានអាប់ស៊ី0 និង 3អូននេះប៉ះឡើងនេះកូននេះ0 3នេះប៉ះឡើងនេះ1នេះប៉ះឡើងទាំង1ហើយមួយទៀតគឺ x មក3 y មក0វិញអូននេះហៅមកនេះ x អូនមើលអត់តណានេះអាមួយនេះអាមួយហ្នឹងគឺ3 30ឃើញទេ x មក3អូនហៅមកនេះ1 2 3នេះពឹបនេះពឹបហើយវាមកកាត់ឡើងនេះមួយទៀតនេះប៉ះគ្នាមើលណាអូនណានេះគូផាពណ៌ក្រហមធ្វើមិនអត់ប៉ះកូនណាតែកូនឯងគូអត់ប៉ះអាហ្នឹងគឺអត់ត្រូវទេនេះពឹបនេះអូននេះគេប៉ះចំនេះកូនណាs នៃ0កូនឯងចាំមកអូននៅថ្ងៃមុន s នៃ0មក3គេហៅថាចំណុចប៉ះមានអាប់ស៊ី0អត់ណៃ3គឺអាត្រង់ចំណុចនេះឥឡូវអូនបន្ទាត់ប៉ះតេ1យើងហើយកូនតេ1ហើយអាហ្នឹងតេ1លោកគ្រូសេសិនតេ1 y ក្រៅយើងស្មើនឹងដក x បូក3ឥឡូវយើងមកគូសបន្ទាត់ប៉ះតេ2ទៀតដើម្បីគូសបន្ទាត់ប៉ះតេ2យើងគ្រាន់តែគូសប៉ះក្រាប c អ្នកត្រង់ចំណុចនេះអូននេះត្រង់ចំណុចនេះចំណុចដែលមានអាប់ស៊ីដក1អត់ណែ 5.43 ចឹងយើងគូសឲ្យប៉ះមកកូននេះកាលណាស្មុកស្មាយគេគូសចឹងអូនណាតែណាទៅអត់ធ្វើឲ្យប៉ះកូនកុំឲ្យកាត់ឲ្យប៉ះពាក្យប៉ះមានន័យថាវាដូចថាកែងដៃយើងប៉ះមួយតុកចឹងណាប៉ះហើយកូនស្រែវាប៉ះហ្មងនេះនេះគឺជាបន្ទាត់ប៉ះតេ3ចប់មិនដាក់មិនកាដាក់ប៉ុណ្្នឹងបានហើយតាយើងចូលដល់គូបន្ទាត់ប៉ះតេ3 y ស្មើ2បូកលិន2ហើយអានឹងបូកបញ្ចូលនេះបាន 2.7 គូសកាត់តាមចំណុចហ្នឹងលោកគ្រូបញ្យល់មិញអូនណានេះគូសកាត់ស្របចេះកូនបងឯងលឺអីកូនលឺអត់អូខេតែយើងគូសlạiហ្នឹងចឹងមិញយើងដល់ហ្នឹងមិញដាក់ទៀតទៅធ្វើម៉េចអាហ្នឹងវាធរកូនវាធរខ្សែកោងនេះស្របជាមួយនឹងអាប់ស៊ីអូនអាហ្នឹងគេហៅថាបន្ទាត់តេ3ជាបន្ទាត់ D ស្របនឹងអាប់ស៊ីហ្នឹងហើយឥឡូវយើងគូសចប់អស់ហើយកូនអានេះតេ2នេះតេ2បន្ទាប់ពីយើងគូសរូបចប់មកយើងចូលដល់សំណួរងគណនាផ្ទៃដែលខណ្ឌដោយក្រាប C ជាមួយអាស៊ីមតូត្រេតលើចន្លោះពី0ដល់1អញ្ចឹងអូនដើម្បីរកផ្ទៃដូចវីដេអូមុនយ៉ាងដែរបងអូនត្រូវព្រៀងវាទី1កូនឯងប្រើពាក្យគ្រប់ x នៅក្នុងចន្លោះពី0ដល់1អញ្ចឹងកូនឯងសេអញ្ចឹងណានេះគឺចំណុចចាប់ដើមរបស់វាគ្រប់ x នៅក្នុងចន្លោះពី0ទៅដល់1អាហ្នឹងព្រៀងរូបកូនព្រៀងកន្លះផ្ទៃគេតែងបាន s នៃ x ចុចជាមួយនឹង y ការ៉ាច់ចាកាលពីលំហាត់មុនចុចជាមួយ0តែលំហាត់នេះចុចជាមួយ y ការ៉ាច់ថាតើពីរនឹងខុសគ្នាមិនអូនស្ដាប់លោកគ្រូកាលណាគេដាក់អាស៊ីមតូតត្រេក៏ដោយអាស៊ីមតូត D ក៏ដោយអញ្ចឹងគេដាក់ INX ចុចជាមួយ y ការ៉ាច់យល់ទេតែបើសិនជាផ្ទៃហ្នឹងដែលខណ្ឌដោយក្រាប C ជាមួយនឹងអាប់ស៊ីអានេះគេដាក់0វិញចុះណៃបែងចែកដាច់តែ2ហ្នឹងឯងបើមួយអាប់ស៊ី0បើមួយអាស៊ីមតូតដាក់ y ការ៉ាច់ពេលដែលយើងព្រៀងរូបចឹងហើយអូនចាប់ផ្ដើមចូលដល់ចំណុចទី2អូនដាក់នាំឲ្យបាន s ស្មើនឹងអង់តេក្រាលពី0ទៅដល់1 0ទៅដល់1គេយកអាធំដកអាតូចហើយគុណជាមួយនឹងដេx ចេកូនលឺហីកូនលឺលោកគ្រូនិយាយអត់
chẳng còn anh nè ai cho một y cái đấy nhé giờ ở đăng thà na thôm là tôi tê chẳng lại còn anh mơ lại ti tăng mình anh cái là nó lơi còn xây nó lơi chẳng là cái nó lơi thằng thôm mày lơi con á chắc cho nít cứ còn anh đặt ái thôm tiền y cái này còn ai vô lót chẳng sao lần quỳnh mua là hai đây là cũng đặt thôm đào xa ai dừng ti tăng cả lại ti tăng cứ xây nó lượt đây chẳng ôn group x nơi khăn ông chờ lo vì sau đó mỗi có xây nó lượt đây đây chả xây nó lượt đây cứ xây thôm mày tao xây thôm cứ ai thôm mày chắc cái vô thôm đỏ tàu con đập lưới còn đập lưới ấy ok cái vô thôm đỏ tàu chắc cái vô ai đỏ y cái này chắc những lục thôm đỏ tôi đang chào tới chắc những đã ai đỏ y cái này ai đỏ y cái này côn chìa môi nâng đây ấy còn ta còn anh ai đo y cái đấy nó còn ai hiểu hai nữa còn họ đo ta ai đo y cái đấy mà con xong hai ở tên mới là của play cho sao mới ổn mà đôi pi phải con đo ấy chăng xong chui mơ tên mới còn ok chăng này dương hồ hai vậy cứ lại phỏ đo còn lại bằng hai anh ta bật tốt đấy chờ tìm tốt tri nên dương hồ hai chăng dương phải trâu liều tam năng máu cho dương đã ta smile ăn tê cả vì xôn từ đo mùi ai đo y cả đấy ôn đâu từ pi phải con đỏ ếch pi phải con đỏ ếch con chỉ môi nâng đẩy ếch tèm óc này vô lọt vô lẽ đàm bay ăn tê cả là pi phải con đỏ ếch dương phải cất ta pi chia mấy con kia ở poly dương ăn tê cả phải con đỏ ếch tới ôn bàn ấy cái còn bàn đỏ ót chân đỏ pi phải con đỏ ấy cái còn đỏ ếch hai cầm nát bị sâu đo mùi con tặng óc này vô sọp chẳng ọt ok dương ban riêng ăn tê cả hai can na kia xe chẳng cái vô lỡ đọ khồm chẳng dương xe máu chẳng phải tới chợ đọ pi phải con đọ x chẳng phải tới chợ đọ mùi trẻ con này vô lấy con vô lót vô đọ chẳng ạ hai đọ ôn vô sâu chua vinh chẳng phải đọ pi phải con đọ sâu trẻ ôn nào mà đồng đi là cụ tục chân có bán là cụ tùm lẹ xoay con đọ cho khổ có bàn chứ là cụ đã thật đọ phí chai chìa môi nằng ta còn con chưa lợn phải con sâu ban môi vậy ban môi con nó môi con đọ phí ban đọ pi đọ pa một đọ bầu chắc phải bột pi con nó bột pi chắc ôn đầm rơi phía bài ruộng biết tới còn đầm rơi phía bài ruộng tới việc bàn còn bàn trên đó này bàn đọ pí bột chìa môi nằng pi chị hai chai bị chứ con nó chẳng ngọt gì ok chắc còn anh sẽ xây lại bột môn máu kì riêng trong lai chẳng pi đọ mùi pi hai ai cái tài cái con ok chắc đọ pi bột pi chai nằng này cứ là cụ hiếp vô sân nhà bột nó càng cay hay sân nhà đọ nó càng nồng miền đây thay là cụ lẹ sân nhà còn ai vô lót ok lấy còn anh nghe dân phía trái còn anh khóc lại ăn tới cái đó năng ạ lấy còn anh cái đó đầm lấy nó với chồng miếng với có với chồng miền còn anh kết mới với chồng miếng với có với chồng miếng còn anh kết đó chụp bài ông chụp bài họ thì ok vậy bây giờ còn anh cái này ăn tới cái đó nó khơi bóp tới còn anh phải đặt bơi ta ăn tới cái đó nó miên đầm lấy với nó với chồng miếng với với chồng miền ca na với chồng miên cứ còn anh kể này thầy rồi ta bà ca na với chồng miên cứ khó hài chứ còn anh cất ra lãng bình ôn vô lại năng ấy con hay là ôn trong oi là cụ cu rụp rồi nơi lừa này thế còn trong oi cu hót là cụ còn hai nữa có ba chế trong cu ơi chắc là lấy còn anh mới đấy bị sâu nó môi con này sâu nó mùi đấy sâu nó mới vậy này con này cho nên là cụ đặt lại mùi chắc ôn tốt chó cứ ếch màu sâu này ôn sâu máu hay là tốt ếch màu mùi này làng lừa này con này chắc là cụ tốt chó và tốt cho ếch mà mùi này củ làng chẳng máu bắt mà còn anh ăn bác còn cục đại khát bếp lòng bạn đâu còn chắc ôn này con á nơi con chở lót này con nè chở lót nắng á hay khăn đòi cà đạp xí chỉ môi asymptotic chắc ôn asymptotic mùi này con nè asymptotic đấy asymptotic mùi này chắc dương cục về rồi máu dương chọn bàn rụp sát dương cục về màu chắc còn anh cục về khó nè chập bị sâu đòn mùi này dương cục chạy dương cục máu dương cục lơ môn chưa
អូននេះគឺផ្ទៃវាចាកូននេះមកកណាត់ហ្នឹងកូនណានេះរៀងអញ្ចឹងកូនឯងមើលយល់លេកូនយល់អត់យល់ទេហ្នឹងហើយចុះថាចុះលោកគ្រូគូមកដល់ក្រមអត់ទេនេះ100គូមកដល់ក្រមកើតទេកូនហ៎ដោយសារអីដោយសារវាខណ្ឌដោយក្រាបស៊ីជាមួយអាស៊ីមតូតអីគេកូនហ្នឹងហើយអញ្ចឹងផ្ទៃវាគឺមានតែបន្តិចហ្នឹងកូនណាអញ្ចឹងហើយបើយើងគណនាទៅឃើញ 2 ដក 2 ចែកនឹងកូនយល់ទាំងអស់គ្នាហ៎អត់មិនកូនមានត្រូវការសួរអីអត់មានត្រូវការសួរអីហ៎អាហ្នឹងអត់ទេកូនតែនៅក្នុងចន្លោះនេះបន្ទាត់ x មក1នេះប្រខណ្ឌនៅក្នុងចន្លោះនេះកូននេះចន្លោះនេះ x មក1ណាគូទុកបិចសួរបញ្យល់ផ្ទៃដែលខណ្ឌដល់ក្រាប c ជាមួយនឹងអាស៊ីមតូតត្រីតអញ្ចឹងកូនឯងត្រូវរក c រកក្រាប c ឲ្យឃើញនេះក្រាប c កូននេះប៉ុន្តែអាក្រាប c ហ្នឹងមិនមែនយកទាំងអស់ទេគឺគេយកចន្លោះពី0ដល់1អូន0ដល់1វាយនេះកូននេះវាយហ្នឹងណានេះកូនឯងមើលឃើញនេះវាយនេះហ្នឹងហើយខាងជាមួយនឹងអាស៊ីមតូតត្រីតនៅអាស៊ីមតូតត្រីតនេះប៉ុន្តែតាវាយនេះកូននេះតាវាយនេះនេះអូខេចុះលោកគ្រូបង្ហាញមួយទៀតនេះកូននេះc ហ្នឹងអូននេះអានេះចាត់ទុកថាលេខ0ទៅហើយនេះគឺលេខ1នេះហើយបន្ទាត់ត្រីតយើងចេះអញ្ចឹងអូននេះកន្លែងនេះអូនឯងយល់ឯហ្នឹងអត់ចន្លោះហ្នឹងណាយល់ទេអរគុណឥឡូវក៏មានតាសួរឲ្យទៀតសូមសួរមកកូន